ៀបចេញទៅហើយកថានៅតែពួកខ្ញុំនៅឆ្លៀតដាក់កាមេរ៉ាថតបានពី3វីដេអូទៅណាបានយូរមានឱកាសចំបងបងម្ដងថតឲ្យពេញទូរស័ព្ទម្ដងមើលកុំខ្វល់ថានៅកាមេរ៉ាហើយខ្ញុំឲ្យបងខ្ញុំអីដែរនេះឯអង្គមកកាមេរ៉ារហូតពេលបណ្ដេះបងប្អូននឹងឲ្យទៅថាបានតែងខ្លួនស្អាតទៅជុំគ្នានឹងដឹងទូរស័ព្ទចង់ពេញយូរប្រហែលឥឡូវនេះខ្ញុំក៏ដើរទៅវត្តមួយម៉ាក់មួយប៉ាអីដែរនៅឡងពេលខ្ញុំដើរទៅវត្តនឹងដូចជាមកមិនទៅ10ទេប៉ុន្តែដូចជាហែពេលមកពី10ខ្ញុំក៏អត់ចង់ឲ្យចាំយូរខ្ញុំក៏សម្រេចចិត្តថាដើរចូលវត្តសិនតនេះបដាណាបងខ្ញុំគេនៅខ្ញុំចេញឡើយចាំមើលពេលឃើញទិញម៉ង reaction គេបែបណាចាំមើលតែចៃដល់នៅបងខ្ញុំ2 3នាក់នឹងវាក់ខ្លាចទេរឿងទិញម៉ងនេះមួយដែរបើសិនជាសួរខ្ញុំអតីតកាលពីក្មេងមកខ្ញុំថតខ្លាចទិញម៉ងអត់ខ្ញុំចាំអត់ច្បាស់ទេខ្ញុំមិនដឹងថានៅពីក្មេងខ្ញុំខ្លាចទិញម៉ងអត់ឬក៏មិនខ្ញុំអត់ដឹងសោះខ្ញុំភ្លេចបាត់ហើយអំឡុងពេលចាំគេអត់តន់ហែហ្នឹងខ្ញុំក៏ចូលមកក្រៅវត្តសិនទៅព្រោះដោយសារតែក្រៅមានមលុបអីទៅជាហើយបងខ្ញុំនេះអីដែរនេះកោម៉ាក់វាដល់កោមុខមរីយេសំណាងហើយម៉ាក់អត់វាយហើយឥឡូវនៅមិននៅគេចាប់ផ្ដើមមកអុកលុកខ្ញុំថតរហូតហើយកុំឲ្យបកែអុកលុកពេកចាប់ឲ្យខ្ញុំមកថតមួយមើលគេចេញ style ចេញអីមកអែមរបស់គេដែរហ្នឹងប្រូហ្នឹងដល់មកហើយមែនតើខ្ញុំក៏ចេញតាណាទៅជុំគ្រួសារនៅកន្លែងគេហែម្លងទៅហើយហ្នឹងបើសិនជាសួរហើយវីដេអូខ្ញុំអត់មានទេខ្ញុំអត់បានថតផងពេលហើយឥឡូវហ្នឹងក៏កាត់ចូលដល់ក្នុងវត្តខ្ញុំសួរហើយអតីតកាលសូម្បីពេលបច្ចុប្បន្នកាលហ្នឹងក៏អញ្ចឹងដែរតែដល់វត្តហ្នឹងមើលអីគេខ្លះសួរហ្មងថាទៅដល់វត្តហ្នឹងមើលអីគេខ្លះតែម្ដងខ្លះខ្ញុំមិនធំតែមើលទេខ្ញុំឆ្ងល់ទៀតថារូបភាពមួយប្រកបអត្ថន័យបែបណាហើយ vlog របស់ខ្ញុំទៅព្រៃវែង2ភាគនេះក៏ដល់ទីបញ្ចប់អរគុណពុកម៉ែបងប្អូនមែនតើសម្រាប់ទស្សនាដល់ចប់ពុកម៉ែបងប្អូនមានដែរចាប់អារម្មណ៍ខ្លះទោះបីជាយើងផលិតផលថ្លៃយ៉ាងណាក៏ដោយហេតុអីបានជាមុខយើងនៅតែឡាមុខរហូតចា៎ខ្លះមិនមែនជាកំហុសរបស់ផលិតផលទេតែអាចជាបងប្អូនលេងសម្អាតមុខក៏បានស្អាតល្អពីព្រោះដោយសារតែលើដីហុយខ្លាំងខ្ញុំរៀបខមមិនពុកម៉ែបងប្អូនខ្លះមែនតើសម្រាប់ foam លាងមុខនេះដែលមានឈ្មោះថា Salicylic Cleanser ហៅកាត់បានថា SA4 foam នេះសម្រាប់គ្រប់ប្រភេទស្បែកជាពិសេសស្បែកខ្លាញ់និងស្បែកមូលលាងសម្អាតស្បែកដល់កំពេញខ្លាញ់រោគកោសិកាចាស់សម្អាតខ្លាញ់ទូលាយបានស្អាតដោយមិនធ្វើឲ្យមុខស្ងួតក្រោយពេលប្រើប្រាស់ទៀតផង SA4 នេះពុកម៉ែបងប្អូនអាចហៅទិញបាននៅក្នុងភេទស្បែក